អីយើពេលវេលា3ថ្ងៃគឺបានមកដល់ហើយនៅឡើយតែអាប្រែតនោះវាមិនទាន់មកទេព្រះអង្គគិតយ៉ាងម៉េចទៅយើងគិតថាលោកប្រហែលជាយល់សប្តិទេដឹងអីយើហើយបើសម្រស់ប្រដៀលចុះស្អាតសាច់សខ្ចីចេញមិនចាំបាច់លាបលេនោះទេប្រដៀលយល់អរគុណទៅរៀបការជាមួយនឹងទូបង្គំទៅលោកកំដេចសម័យពេកលោកម្ចាស់នៅក្នុងនគរណាសិញរបស់យើងនេះគឺមានស្រីស្អាតច្រើនណាស់លោកម្ចាស់អាចរើសតាមចិត្តបានត្រូវឲ្យលោកម្ចាស់បើថារកគូមិនទាន់ឃើញទេមើលកូនស្រីរបស់ខ្ញុំលេងសិនទៅយ៉ាងម៉េចដែរល្អសម្រាប់ប្រដៀងក៏ស្អាតចំណែកកូនស្រីរបស់លោកក៏រឹតតែអែមណាស់មកក៏ប៉ុន្តែបើសិនជាបានរៀបការជាមួយនឹងព្រះអង្គម្ចាស់ពិតជាល្អណាស់សម្រាប់ម្ចាស់ខាប់ប្រយ័ត្នសម្ដីរបស់លោកបន្តិចមិនយូរមិនឆាប់ទេព្រះអង្គម្ចាស់ទីនេះខ្លាចជាទឹកដីរបស់យើងមិនខានទេព្រះអង្គម្ចាស់ទូបង្គំមិនយល់ទេហេតុអីបានជាព្រះអង្គម្ចាស់ទៅជឿលើទុកចិត្តទៅលើអាម៉ាស៊ីតម្នាក់នោះទៅវិញឥឡូវដល់ពេលហើយមិនឃើញគេអញ្ចឹងថ្ងៃផាត់កំណត់3ថ្ងៃចិត្តមកដល់ហើយគ្រួសារឆេញ៉ាគឺច្បាស់ជាវេទនីជាមិនខានទេហើយក៏គ្មានអីត្រូវប្រកែកដែរដោយតើអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាខ្ញុំគឺជាមនុស្សដែលចេះផលិតនៅអាវុធទាំងអស់នេះបើគេមិនមកទេគឺបានន័យថាចាញ់ហើយថែមទាំងតបបៃម៉ារបស់យើងវិលុកនៅក្នុងនគរដាស៊ីងសូម្បីតែព្រះអង្គក៏ខ្លាចទៅជាប្រពន្ធរបស់យើងដែរយើងប្រាប់ឲ្យដឹងទៅចុះលោកម្ចាស់ឈីមកដល់ថ្ងៃនេះគ្មាននរណាគេអាចចេញផុតពីទីនេះបានទេប្រសិនបើជាឈីងហ្វុងគេមិនមកនោះនេះដល់ព្រះអង្គឈេងហ្វុងនៅឯណាខ្ញុំមកដល់ទីនេះហើយតើវាទៅណាឬមួយកូនប្រុសរបស់លោករត់ទៅដល់ប៉ោយប៉ែតបាត់ទៅហើយ3ថ្ងៃមុនគេនិយាយសម្ដីលយខ្លាំងណាស់នៅទីនេះឬមួយគេទៅហើយមិនវិលមកវិញបើវាមិនមកច្បាស់ជាងាប់ទាំងអស់ហើយនេះអីកុំចិត្តទៅចាំតែប្រុសខ្ញុំមិនបានរត់ចោលទេហើយគាត់និយាយថាថ្ងៃនេះនឹងធ្វើអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលទៀតតោះនេះដោយសារតែនាងជាអ្នកបំរើល្ងងខ្លួនឯងទើបជឿសម្ដីរបស់វាខ្ញុំគិតថាអាមនុស្សកំសាម្នាក់នោះហ៎ប្រហែលជាកំពុងតែររុងភ្នំដើម្បីលាក់ខ្លួនហើយតិចលោឈិញហ្វុងគេរត់មែនទៅណាបងស្រីពួកយើងមិនគួរជឿសម្ដីលីឈិញហ្វុងសោះតាកាជាបើសិនជាឈិញហ្វុងវាមិនមកនោះទេដូច្នេះគ្រួសារឈីទាំងអស់ក៏ត្រូវតែស្លាប់ដែរបើឈិញហ្វុងគេមិនស្លាប់នោះវាជាការល្អណាស់យើងសុកចិត្តស្លាប់ជំនួសគេក៏បានដែរបើចង់មានបញ្ហាអីរកខ្ញុំបានកុំធ្វើបាត់លោកម្ចាស់ខ្ញុំស្រីអ្នកបំរើនេះគ្រាន់បើតាបើសិនជាគ្រួសារឈីងាប់បាត់នាងទៅបំរើខ្ញុំទៅខ្ញុំនឹងឲ្យនាងសុខស្រួលនគរដាស៊ីងរបស់យើងមានមនុស្សអស្ចារ្យនិងមានទេពកោសល្យរាប់មិនអស់ប៉ុន្តែថាពេលនេះឯងមានអាវុធទំនើបប៉ុន្តែមិនប្រកាសថាយើងឈ្នះកងទ័ពរបស់យើងនោះទេអញ្ចឹងវាពិតជាល្អណាស់បើមានមនុស្សមកម្នាក់យើងបាញ់ម្នាក់មាន2នាក់យើងបាញ់2នាក់ចាំមើលថាតើនរណាហ៊ានធ្វើស្អីយើងគាត់តែខាងប្រកែកគេមិនប្រកែកអួតសម្ញែងដូចជាឯងនោះទេរយៈពេល3ថ្ងៃហើយណាបងស្រីមិនគួរជឿសម្ដីឈិញហ្វុងសោះខ្ជិលអត់ប្រយោជន៍ព្រះអង្គគិតមើលទៅចុះសូម្បីតែព្រះនាងដែលជាប្អូនស្រីរបស់ព្រះអង្គម្ចាស់ក៏យល់ថាឈិញហ្វុងជាមនុស្សចោលបើសៀតព្រះអង្គមនុស្សជាច្រើនណាស់ដែលបានទៅនគរប៉ៃម៉ាប៉ុន្តែគ្រាន់តែទៅដល់គាត់ប្រើតែអាវុធវេទមន្តនេះក៏ងាប់អស់ទៅបាទហើយយើងមិនចង់និយាយច្រើននេះពុតជាប្រទេសផ្ដោះណាស់ឯងគិតថានគរដាស៊ីងឯងអាចធ្វើតាមអំពើចិត្តរបស់ឯងមែនទេឯងគិតថាខ្លួនឯងជាអ្នកណាទៅប្រហើននិយាយជាមួយយើង